ថ្ងៃនេះចង់និយាយជាមួយបងប្អូនអំពីអាចារ្យបន្តិចពាក្យថាអាចារ្យមកពីពាក្យអាពុបវត្តនិងចរៈធាតុដែលគេប្រែថាអ្នកដឹកនាំអ្នកដែលជាអ្នកប្រមុខអ្នកប្រធានក្នុងកម្មវិធីអីផ្សេងៗគេហៅថាអាចារ្យប៉ុន្តែពាក្យថាអាចារ្យនេះគឺវាមានន័យទូលំទូលាយឆ្ងាយប៉ុន្តែគ្រាន់តែថាអាចារ្យគឺយើងតែងតែនិយាយថាអ្នកដឹកនាំអ្នកដឹកនាំក្នុងកម្មវិធីបុណ្យឬក៏អាចារ្យវត្តអាចារ្យកម្មវិធីបុណ្យឬក៏អាចារ្យពលាការអីតែក្នុងនោះបងប្អូនដឹងទេថាតើអាចារ្យនឹងវាមានអាចារ្យបែបប្រភេទណាខ្លះឬក៏បុគ្គលណាខ្លះដែលគួរធ្វើអាចារ្យបានបើតាមប្រពៃណីនៅតាមស្រុកភូមិយើងពីបុរាណដូចជានៅស្រុកខ្ញុំអីពីដើមមកគឺអ្នកដែលបួសនេនបួសជាសាមណេរនោះគឺគេមិនអោយធ្វើអាចារ្យទេអ្នកដែលបួសដូចជាមានមុខមាត់ជាភិក្ខុច្រើនឆ្នាំឬក៏អ្នកដែលបានធ្វើចៅអធិការឬធ្វើសូត្រឆ្វេងស្ដាំអីហ្នឹងគេអាចធ្វើអាចារ្យបានប៉ុន្តែតាមការយល់របស់ខ្ញុំគិតមកពីជំនាន់មុនប្រហែលជាគិតថាអ្នកដែលបួសជាសាមណេរនោះគឺអាចនឹងបួសរយៈពេលខ្លីហើយណាមួយសាមណេរយើងដឹងហើយថាអ្នកដែលបួសជាសាមណេរគឺអ្នកដែលអាយុនៅក្រោម20ឆ្នាំអញ្ចឹងអាយុនៅក្រោម20ឆ្នាំឃើញថាអាចនឹងបួសក្នុងរយៈពេលខ្លីឬក៏ថាបួសរយៈពេលច្រើនឆ្នាំ4 5 6 ព្រះវស្សាដែរប៉ុន្តែគាត់ថាក្មេងខ្ចីនៅឡើយមិនសូវបានយល់ដឹងធម៌អាចជ្រៅជ្រះហ្នឹងគឺតបពីលាចាសិក្ខាបទមកបើគេចង់រើសយកអាចារ្យឬធ្វើអាចារ្យធ្វើគណៈកម្មការវិចាំវត្តបានប៉ុន្តែគ្រាន់តែថាធ្វើអាចារ្យគេអត់រើសយកទេបងប្អូនដោយមិនដឹងថាមូលហេតុអីដែរប៉ុន្តែគ្រាន់តែការយល់របស់ខ្ញុំគេថាប្រហែលជាបួសជាសាមណេរគេថាមានចំណេះដឹងតិចខាងផ្នែកពុទ្ធសាសនាប៉ុន្តែងាកមកមើលហៅថាសម័យកាលឥឡូវនេះគឺគេរើសយកគ្រប់ផ្នែកគ្រប់ប្រភេទទាំងអស់ហើយសូម្បីតែព្រះសង្ឃក៏តែងតែទេសនាលើកឡើងដែរថាអ្នកដែលធ្វើអាចារ្យបានមិនចាំបាច់តែអ្នកបួសទេឲ្យតែអ្នកនឹងបានសិក្សានៅពុទ្ធវចនៈឬក៏ចេះសូត្រធម៌អីគឺអាចធ្វើបានហើយប៉ុន្តែបងប្អូនដឹងទេថាការធ្វើអាចារ្យនេះវាមានបែបផែនច្រើនដែរបងប្អូនគឺទី1បើតាមខ្ញុំកត់សម្គាល់គឺទី1គឺត្រូវចេះសូត្រធម៌នេះគឺធម៌អីគឺធម៌នមស្ការគឺមានពុទ្ធគុណធម្មគុណសង្ឃគុណហើយមានសង្ខេបមានពុស្ដាអញ្ចឹងទៅមួយទៀតគឺត្រូវចេះហៅថាសមាទានសិលការដឹកនាំសមាទានសិលហើយមួយទៀតគឺចេះនិយាយធម៌អាខ្លះទៅយល់ម្ចាស់ដើមទានប្រធានដើមបុណ្យដែលគេធ្វើបុណ្យហ្នឹងគឺអាចារ្យយ៉ាងហោចណាស់ក៏ចេះនិយាយថាឧទាហរណ៍ថាដឹកនាំវិធីបុណ្យអីមួយគឺត្រូវយល់ពីវិធីបុណ្យហ្នឹងឧទាហរណ៍ថាបុណ្យចម្រើនព្រះជន្មត្រូវមានវិធីកម្មអីខ្លះត្រូវដឹកនាំវិធីនឹងយ៉ាងណាហើយត្រូវមានសម្ភារៈអីខ្លះដើម្បីប្រគេនព្រះសង្ឃមួយទៀតគឺចេះអោយពោហ្នឹងក៏សំខាន់ដែរបងប្អូនការអោយពោដោយរលាក់លេខចែកជាបត់ជាវគ្គជាឃ្លាជាឃ្លុំឃ្លាអីគឺរស់ណែងណងអីហ្នឹងក៏វាជាកត្តាមួយដែលធ្វើឲ្យអាចារ្យនោះល្បីល្បាញដែរទី4គឺចង់និយាយថាអ្នកដែលធ្វើអាចារ្យបានលោកត្រាតែចេះវេចង្ហាន់នឹងមាន2គឺវេចង្ហាន់ព្រះមួយវេចង្ហាន់ព្រះសង្ឃមួយវេចង្ហាន់ព្រះគឺបានន័យថាការបូជានៅតីយវត្ថុពុទ្ធសម្មាសម្ពុទ្ធឬក៏នៅពុទ្ធរូបអង្គស្នងអង្គដែលជាតំណាងនៃព្រះសម្មាសម្ពុទ្ធវេចង្ហាន់មានវេជាហៅថាវេជាបុគ្គលវេជាសង្ឃទានអញ្ចឹងទៅមួយទៀតគឺចេះឧទ្ទិសផលយ៉ាងម៉េចគឺចង់និយាយថាបន្ទាប់ពីប្រសង់ឆាន់ឬក៏ប្រសង់វត្តតាអនុមោទនានៅចង្ហាន់បិណ្ឌបាតហើយគឺអាចារ្យគឺឧទ្ទិសផលដល់ក្រុមញាតិឬក៏ប្រកាសដល់ពពុញាតិដែលបានទទួលមរណភាពទៅហើយនោះឲ្យមកទទួលនៅបុញ្ញកុសលដែលបងប្អូនកូនចៅម្ចាស់ដើមទានប្រធានដើមបុណ្យបានធ្វើមួយទៀតគឺដែលសំខាន់ជាងគេគឺអាចារ្យត្រូវប្រតិបត្តិខ្លួនឲ្យល្អប្រតិបត្តិខ្លួនយ៉ាងម៉េចគឺបើនៅស្រុកខ្ញុំនោះគឺអ្នកអត់សុំសិលអ្នកអត់ជាប់សិលអ្នកអត់ថ្វាយខ្លួនចំពោះគុណបរតនត្រ័យមានពុទ្ធពធប្រសង់នោះទេគឺអត់អាចធ្វើអាចារ្យបានទេបងប្អូនគឺគេអត់យកធ្វើអាចារ្យតែម្ដងគឺបានន័យថាអ្នកហ្នឹងគឺនៅទ្រុសសិលនៅឡើយទេការធ្វើបុណ្យការធ្វើទានដែលដឹកនាំមានអ្នកខ្លះក៏មានសិល5សិល8សិល10នេះទៅអញ្ចឹងគេថាបុគ្គលឬក៏អ្នកដែលធ្វើអាចារ្យបានគឺលោកត្រាតែអ្នកហ្នឹងមានហៅថាមានសិលគឺអាចមានសិល5ក្តីមានសិល8ក្តីគឺជាអ្នកមានសិលហើយបន្តទៀតចេះធ្វើវិធីកម្មផ្សេងចេះធ្វើវិធីកម្មនឹងស្តៀងនឹងខ្ញុំនិយាយខាងដើមអញ្ចឹងថា
ក្នុងបច្ច័យ4បុណ្យបច្ច័យ4មានវិធីកម្មអីខ្លះចឹងទៅដូចជាការគោរពពេលល្ងាចជំនុំមន្តនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តមួយទឹកជូនម្ដាយឪពុកចឹងទៅហើយរៀបសំភារៈជូនអ្នកមានគុណឬរៀបសំភារៈជូនដល់វិថ្វាយដល់ព្រះសង្ឃអីចឹងទៅមួយទៀតចង់សួរថាចុះបើការងារទាំងអស់ហ្នឹងចំពោះបុគ្គលដែលមិនបានបួសតើអាចធ្វើអាចារ្យបានអត់នេះបើតាមខ្ញុំតាមមើលស្ដាប់លោកអ្នកប្រាជ្ញនានាក៏បាននិយាយខ្លះដែរថាឲ្យតែបុគ្គលនោះចេះធម៌ទាំងប្រមាណចេះធម៌សូត្រចេះវេចង្ហាន់ចេះឧទ្ទិសផលឲ្យប្រតិបត្តិខ្លួនឲ្យល្អទៅគឺអាចធ្វើអាចារ្យបានដែរប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំធ្លាប់ជួបឯកាលខ្ញុំនៅបួសគឺអ្នកដែលហៅថាអ្នកខ្លះបួសមកភាសាពីរភាសាគឺដូចមិនទាន់ការតាក់ចិត្តឬក៏ស៊ីជំរៅក្នុងធម៌នៃពុទ្ធឬក៏ជំរៅក្នុងពុទ្ធសាសនាបងប្អូនអើយតែធ្វើអាចារ្យនឹងទាស់ជាមួយលោកខ្វែងគំនិតជាមួយលោកខឹងសបាយជាមួយលោកអង្គទំបីតាកូននេនទៅបួសអញ្ចឹងឃើញតែលោកក្រងស្បង់យពោមិនជាបរិមណ្ឌលមិនសមរម្យរិះគន់និយាយស្ដីលោកកង្ហុកពាក្យអាក្រក់ដាក់លោកក៏មានដែរអញ្ចឹងបានន័យថាសម្រាប់ខ្ញុំវិញគឺអ្នកដែលមិនបានបួសនៅក្នុងពុទ្ធសាសនាយល់អស់កុំឲ្យធ្វើអាចារ្យកុំឲ្យធ្វើអាចារ្យព្រោះមិនទាន់យល់ពីពធមិនទាន់យល់អធិស្ឋ័យនៅព្រះសង្ឃអញ្ចឹងបើសិនជាឲ្យធ្វើអាចារ្យគឺនាំឲ្យតែខាតបុណ្យខូចបុណ្យរបស់ខ្លួនទេបងប្អូនចង់និយាយថាវាចូលទៅក្នុងន័យថាធ្វើខ្លួនឲ្យល្អដែរហ្នឹងគឺវាអត់ចង់និយាយថាគាត់មិនយល់អធិស្ឋ័យរបស់ព្រះសង្ឃជាធម្មតាគឺអាចារ្យឬគណៈកម្មការបើយើងនិយាយឲ្យខ្លីទៅជំនាន់ពុទ្ធគឺមិនហៅអាចារ្យមិនហៅអីទេគឺគេហៅថាវាយាវចៈហ្នឹងគឺចង់និយាយថាអ្នកឧបត្ថម្ភគ្រប់គ្រងទំនុកបំរុងនៅព្រះសង្ឃដែលគង់នៅក្នុងវត្តរបស់ខ្លួនហ្នឹងអញ្ចឹងទោះបីតែគាត់មិនមានបច្ច័យមិនមានទ្រព្យសម្បត្តិអីដើម្បីឧបត្ថម្ភធ្វើជាវិយាវចៈឧបត្ថម្ភគ្រប់គ្រងដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តហ្នឹងប៉ុន្តែគាត់គឺជាអ្នកដឹកនាំពុទ្ធបរិស័ទដើម្បីពុទ្ធគង់ឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ក្នុងវត្តហ្នឹងអញ្ចឹងចង់មិនចង់គឺគាត់ហ្នឹងគឺចង់និយាយតែជាអ្នកគោរពដល់ព្រះសង្ឃហើយនឹងជាគំរូដល់ពុទ្ធបរិស័ទនៅក្នុងចំណុចជើងវត្តនោះអញ្ចឹងការយល់ឃើញនឹងមតិរបស់ខ្ញុំមកប៉ុណ្ណេះសូមអរគុណសូមជម្រាបលា